Tỏ sự đấy khiយើងឥឡូវនេះយើងចូលមកដល់វគ្គ2ហើយ part 2របស់យើងដែលយើងរៀនអំពី get វគ្គមុនបើសិនជាទាំងអស់គ្នាអត់បានមើលឬក៏អត់បានមើលវគ្គ1ទេទាំងអស់គ្នាអាចទៅមើលបានគឺ part 1ដែលយើងរៀនតាក់ទងនឹងDOMហ្នឹងគឺហើយនឹងការ intro ពី DOM របស់យើងហើយនឹងថាតើយើងរៀនដល់ចំណុចណាយើងបានរៀនដល់ get element by id ឥឡូវយើងបន្តទៅរៀនតាក់ទងជាមួយ get document by class name ម្ដងព្រោះដោយសារកន្លែងនេះគឺខ្ញុំបង្កើត file តែមួយតែម្ដងដើម្បីងាយស្រួលឲ្យខ្ញុំសរសេរបន្តតែម្ដងសរសេរដាក់ script នៅក្នុងហ្នឹងហ្មងអញ្ចឹងយើងសារមុនយើងធ្វើការចាប់ទីតាំង ID ឥឡូវយើងបង្កើតជាមួយ class name យើងបង្កើតមួយ class វិញហើយយើងចាប់ទីតាំង class វិញតោះឥឡូវយើងទៅបង្កើត class នៅក្នុង HTML យើងមកប៉ុន្តែសម្រាប់កន្លែងនេះអ្នកដែលគាត់អត់បានមើលវគ្គទី1គាត់អាចចូលទៅមើលវគ្គទី1បានណាដើម្បីយល់ណាការសិក្សាពី DOM នៅក្នុង JavaScript នេះគឺវាមានសារៈសំខាន់មែនទែនដែលខ្ញុំធ្វើការ intro នៅវគ្គទី1ហើយតោះតើឥឡូវយើងធ្វើការដាក់ key tag មួយនៅក្នុង HTML របស់យើងដើម្បីខ្ញុំធ្វើជា paragraph មួយហើយយើងធ្វើការ run មើលហ្មងថាតើវានឹងចេញបែបម៉េចហើយបន្ទាប់មកយើងចាប់ទីតាំងយើងបង្កើត class វាមួយយើងចាប់ទីតាំង class នឹងយកមកឥឡូវខ្ញុំធំធ្វើការសរសេរសិនហើយចាំយើងបញ្យល់តាមក្រោយទៀតចាស់ស្ដែងពេលដែលខ្ញុំសរសេរដោយសារខ្ញុំ record ផ្ទាល់អញ្ចឹងពេលដែលសរសេរអាចនឹងស្ដាប់សលេងអត់សូវបានទេជាស្រ័យផងដែរចាអញ្ចឹងយើងបង្កើតp tag មួយមកហើយដាក់ class នៅក្នុងហ្នឹងហើយយើងដាក់ចំណងជើងថាម៉េចយើងដាក់ text ឬក៏យ៉ាដាក់អញ្ចឹងទៅហើយបន្តមកទៀតយើងសរសេរមកយើងដាក់ថា welcome ឬក៏ learn part 2អញ្ចឹងណាអូខេតើអញ្ចឹងយើងសាកធ្វើការ run មើលសិនមើលតើវាចេញបែបម៉េចអូខេអញ្ចឹងយើង run មកយើងឃើញបែបនេះដែលយើងសរសេរមិញនៅក្នុង p tag អញ្ចឹងឧទាហរណ៍ថានៅក្នុងនេះខ្ញុំចង់ចាប់វាច្រឡំចាប់វាខ្ញុំចង់ដាក់ color ឲ្យវាតែយើងត្រូវធ្វើម៉េចតែយើងដាក់វានៅក្នុង JavaScript អញ្ចឹងនៅក្នុង JavaScript ឬក៏ script ដែលយើងសរសេរហ្នឹងគឺយើងធ្វើម៉េចចាប់យកទីតាំងរបស់ class ហ្នឹងសិនចាប់យកទីតាំងវាដើម្បីធ្វើការ change color ឬក៏ផ្លាស់ប្ដូរពណ៌តោះអញ្ចឹងអាហ្នឹងគេធ្វើម៉េចគឺយើងរៀនតាក់ទងជាមួយនឹងខ្ញុំសុំ comment មួយសិនតាក់ទងជាមួយ get document by class name អូខេទាញយក class name ដែលយើងបានបង្កើតម្ដងចាស្ដែង class នេះវាខុសពី ID ត្រង់ថា ID មានតែមួយទេវាអាចដូចគ្នាបានទេ class នេះយើងអាចបង្កើតដូចគ្នាបានណាអញ្ចឹងយ៉ាអញ្ចឹងយើងត្រូវចាប់វាហើយយើងត្រូវដាក់ index វាទៀតឥឡូវចាំមើលតិចទៀតខ្ញុំនឹងបញ្យល់បន្ថែមអូខេអញ្ចឹងគ្នាយើងធ្វើការចាប់តែគ្នាយើងចាប់កន្លែងនេះមិនមែនចាប់ ID ណាយើងចាប់ class ព្រោះរត់ដោយសារតែយើងចង់ធ្វើការដាក់ color ទៅឲ្យ p tag របស់យើងនេះមិន x1 នេះទេបើសិនជាយើងដាក់ ID គឺវាចាប់យក ID នេះនឹងឯងអញ្ចឹងដំបូងយើងកាប់ variable មួយមកខ្ញុំប្រើ var ណាដល់គ្នាព្រោះដោយសារយើងអាចនេះបានច្រើនដូចគ្នាបានច្រើនឥឡូវខ្ញុំដាក់ variable ចុះ variable text ហ្នឹងវាឲ្យមើលទៅយ៉ាប្រហែលជាឲ្យមើលទៅតមកយើងដាក់ document មកអញ្ចឹងជាស្រ័យចាំតិចទាំងអស់គ្នាអូខេគ្នាយើងមិញដោយសារតែរបប keyboard អញ្ចឹងអត់បានដោត keyboard វាយើងពិបាកសរសេរតិចតែអីទេតោះអញ្ចឹងកន្លែងនេះយើងបង្កើតយើងដាក់ variable text នឹងដដែលមកយើងប្រើ document ហើយយើងចុចទៅកាន់អីគេយើងចុចទៅកាន់នេះអាយ៉ា sorry class របស់យើងឈ្មោះគេនេះយើងចាប់ទីតាំងរបស់វាយើងចុចទៅកាន់ចាប់ទីតាំងរបស់វាមកចាប់ទីតាំង class នេះget document by class name មិនមែន ID ទេតែកាលណាយើងចាប់ ID វាចាប់ជាមួយខាងលើនេះវិញហើយវាចាប់ជាមួយ text ដែលមាននៅខាងក្នុងដែលយើងធ្វើការត្រឹមតែដាក់នេះអញ្ចឹងគឺយើងចាប់ class កាលណាយើងចាប់ class គឺវាបានអានេះមកហើយនេះនៅក្នុងអានេះអញ្ចឹងយើងក៏ដៃយើងចង់ change background អូខេឥឡូវយើងដាក់ get document by class name មកកន្លែងនេះគឺវាមាននៅខាងក្រោមនឹងស្រាប់យើងចុចទៅ tab មក enter ឬក៏ tab មកយ៉ាបន្តមកទៀតយើងដាក់semicolon ទាំងអស់គ្នាហើយតែនេះគឺយើងវាយឈ្មោះត្រូវ
សតូចដូចគ្នាអសតូចដូចគ្នាបន្ទាប់មកបន្ទាប់ពីប៉ុណ្្នឹងហើយយើងអត់ទាន់ចុចបិទឬក៏អត់ទាន់រួចទេដោយសារអី class វាខុសពី ID គឺអាចមានតែមួយទេអញ្ចឹងអត់ចាំបាច់មានតែប៉ុន្តែ class គឺវាមានអាចមានច្រើនហើយមានដូចគ្នាទៀតអញ្ចឹងយើងទាមទារឲ្យធ្វើការដាក់ជាមួយនឹង index ឥឡូវ index មែន index 0យ៉ាយើងដាក់ index 0មកហើយបន្តមកទៀតយើងធ្វើការបិទ semicolon ឥឡូវគោលដៅរបស់យើងចង់ធ្វើអីគេចាំមើលយ៉ាសុំទោសគោលដៅរបស់យើងចង់ធ្វើអីគេគោលដៅរបស់យើងគឺចង់ផ្លាស់ប្ដូរ color ចង់ផ្លាស់ប្ដូរពណ៌អញ្ចឹងដើម្បីផ្លាស់ប្ដូរពណ៌ឥឡូវខ្ញុំ comment មួយសិន change background color អូខេអញ្ចឹងគោលដៅរបស់យើងគឺចង់ធ្វើការផ្លាស់ប្ដូរ background color ផ្លាស់ប្ដូរ background color មួយណាគឺ background color មួយនេះ text មួយនេះនៅក្នុង p text នេះដែលយើងប្រើប្រាស់ script នៅក្នុង JavaScript អញ្ចឹងចាំមើលកន្លែងនេះអត់មាន background color ទេអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរវាយើងហៅគេនេះយើងហៅ text variable របស់យើងនឹងដដែលមកយើងចុចទៅកាន់អីគេចុចទៅកាន់ style ព្រោះដោយសារតែគោលដៅរបស់យើងគឺចង់ផ្លាស់ប្ដូរ style យើងចុចទៅកាន់ style ហើយបន្តមកទៀតយើងចុចទៅកាន់អីគេវាយើងចង់ change color យើងចុចទៅកាន់ color បើសិនជាយើង change background យើងចុចទៅកាន់ change background ហើយបន្តមកទៀតយើងអាសាញដាក់មកយើងចង់ឲ្យវាចេញពណ៌អីគេពណ៌ blue ពណ៌ black ឬក៏ពណ៌ផ្សេងៗទៀតយើងអាចធ្វើបានឥឡូវអូខេយើងសាកទៅមើលថាវាចេញមកអូខេវាចេញ background color មកហើយនេះអញ្ចឹងគោលដៅរបស់យើងគឺបានសម្រាប់អីគឺយើងធ្វើការផ្លាស់ប្ដូរឬក៏ change color អាហ្នឹងគឺ part 2ដែលជាអ្វីដែលយើងនឹងរៀនហើយនឹងជាអ្វីដែលយើងចង់បានគឺបែបនេះឯងគឺយើងចង់ផ្លាស់ប្ដូរ color វាដោយប្រើប្រាស់ script ឥឡូវបើសិនជាខ្ញុំចង់ប្ដូរ color ជាមួយនឹងអក្សរហ្នឹងវិញធ្វើម៉េចឥឡូវខ្ញុំដាក់ change color ដូចគ្នាអត់មានអីស្មុគស្មាញទេអ្នកគ្នាខ្ញុំដាក់ change color ណាខ្ញុំ comment change color ហើយបន្តមកទៀតខ្ញុំធ្វើការហៅ variable ហ្នឹងដដែលមកតែយើងដាក់នៅក្នុងនឹងវាយអត់ហើយយើងចុចទៅកាន់អីគេយើងចុចទៅកាន់ style គ្នាយើងចុចទៅកាន់ style ហើយយើងដាក់ color បើយើងចង់ change color យើងដាក់ color មកដើម្បីយើងអាសាញហើយវាមកយើងដាក់ពណ៌អីគេចូលវាពណ៌ក្រហមអូខេដើម្បីយើងធ្វើការ save យ៉ាវាចេញបានហើយអាហ្នឹងគឺជាគោលដៅដែលយើងនឹងរៀនហើយយើងអាចលេង style បានថែមទៀតបានណាបងប្អូននេះយើងអាចលេងឲ្យពណ៌ខ្មៅវាមកត្រឹមនេះឬក៏លេងផ្សេងទៀតបានគ្នាយើងអាចធ្វើការសាកឬក៏តេស្តបានយ៉ាគឺអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអូខេតើឥឡូវកុំឲ្យខ្លីពេកគ្នាយើងខ្ញុំថែមតិចទៀត part 2នេះយើង change អីបន្ថែមទៀតមកឥឡូវតោះយើងដាក់ text ហ្នឹងមកមើលសាក់លេងឲ្យគ្នាយើងមើលដែរដែលនេះយើងអាចលេងបានគ្រប់យើងអាចសាក់តេស្តអីបានដែរណាតាមចិត្តយើងអានេះហើយចង់ធ្វើការ font នេះគេ font វាតែទាំងអស់គ្នាយ៉ាដូចជា font វាចឹងហីនេះអត់ដឹងត្រូវខនេះអូខេត្រូវហើយអញ្ចឹងយើងដាក់វាមិនមែនយើងដាក់800ដាក់800មើលវាចេញមកហើយវាមកហើយនេះកម្រាស់ឥឡូវយើងដាក់លេងអីគេទៀតទាំងអស់គ្នាលេងstyle ទៀតមកហ្នឹងតាមចិត្តយើងណាយើងចង់លេងបែបម៉េចលេងបែបម៉េចអីបានមកឆ្ងាញ់ឥឡូវយើងដាក់transform អញ្ចឹង transform អានេះបើនៅក្នុង CSS វាមានចុចកន្លែង transform នេះតែបើនៅក្នុង JavaScript អត់ទេវាមិនឡែងវាទៅជាអក្សរធំវិញដូចជា transform អញ្ចឹងហ៎វាមិនឡែងវាទៅជាអក្សរធំវិញវាខុសពី CSS នេះដោយសារតែខ្ញុំអត់មានអ៊ីនធឺណិតចឹងវាអត់ load នេះមកវាអត់ load ជំនួយមកឥឡូវយើងសាកសិនមើលវាចាញ់អត់អូខេចាញ់នេះចាញ់វាចេញកម្រាស់មកយ៉ាអញ្ចឹងយើងអាចលេង style បន្ថែមទៀតបានតែឥឡូវមួយទៀតកុំឲ្យវគ្គហ្នឹងខ្លីពេកខ្ញុំដាក់ p text មួយទៀតមើលឥឡូវខ្ញុំដាក់នៅក្នុង CSS p text មួយទៀតហើយខ្ញុំដាក់ class ដូចគ្នាទៀតខ្ញុំដាក់ឈ្មោះ class ដូចគ្នាព្រោះយើងដឹងហើយថាកាលណាclass គឺវាអាចមានឈ្មោះជាន់គ្នាបានហើយយើងអាចយកទៅប្រើការក៏វាជាន់គ្នាបានដែរប៉ុន្តែនៅក្នុង ID អត់ទេតែឥឡូវ class យើងដាក់ឈ្មោះជាន់គ្នាឥឡូវយើងដាក់អីគេមួយទៀតមើល
learn p tag đã learn p tag nhưng đã learn nhưng đã learn tag chưa ok đây cho mơ mở ôi slow mày ok chênh mới đi hay cái lấy nó nhưng mới dân thôi ca ở Plapado từ nãy tha về để dân thôi ca chặt tới việc đồ ai ọt đời xa tài ở class vi mình mua được nhiều bán chân dương thôi cá nhiều chơi nhìn định lại nè vì chặt ban lại tam dạ nắng á mà xin gì đại định mua định phí vì tôi chặt class ở tam định năng ảnh cho khi ở lại dân xa mới ok ta ở lấy dân từ chặt bia từ đại mất chặt class nam dân chặt titan bật class nâng từ đại thấy mua có đôi khi này ta lấy dân thơm mệt xong comment với này bởi dân copy comment comment dân tạm nói dân đã quan nói này đại việt đôi khi nắng ok chụp sẽ ở bên ad tích còn nghe xe rồi ad đó này cùng đôi nhóm mà ok ta lấy ở dưới chúng ta bài bỏ từ đá chúng ta bài bỏ xem nhập qua đấy giờ chúng ta chung cho khi bán đấy chúng ta thích từ này rồi một bài bỏ thích từ này mới được summon đi ghế dương đọc summon từ can này ghế từ can ghét median bảo dân tp cứ bài id giống dương đọc summon get bài id dân màn sẽ làm id bài class name xong tôi mình id đấy class name với kia đi class name dương ấy để dương bàn bạc cài mà nhé cứ thích đi cái này chăng cả này đại viên miến class name đi cái này thích được cái này cứ dương tôi ca đại định được hàng lên đai còn bàn tay định mùi anh ấy định số hay cái lấy ní nhưng đã viết là lại mà mùi máu tập p miền to tiết nhưng đã là pi bay tam năng từ từ ok chẳng ở miền ấy một smile đấy nhưng đại định máu định muối nhưng thôi cả bật lấy đâm bay cắt thôi còn mọi kp vú ở dương copy máu dương chén còn lại dương chén ấy đôi kia thằng bàn tay dương còn là thua cá trên power tí tới bánh quay ghế mình bật mai thời ấy nhá nhưng cho lọn xeo bắt xéo reload đi kia nhé lấy nhưng đặt for sky blue chào for sky blue nguyên lắm đây bị còn là mở xạ sân mà ý miên đã ok for sky blue anh ấy đặt red pink đã bị tón này ok for bị tón mơ mình sơ cho bá tại lấy những đạo bị tón này những đô bia máu đậm cùng mùi ổi bên máu là lấy mơ bởi vì ta rồi yeah vì ta ở với chập bàn khơi nhớ từng ngọt này với chập đi tăng bàn để xa ấy cứ lấy nè dương đại định vì chấn cana dương đại định vì mùi phí vì từ chập lên riêng năng ảnh như để class lên riêng tim mùi này nó bị từ chập máu cái việc Plapado po nó cứ chưa chấm nói sẵn khán đây dương năng riêng cho mùi nâng JavaScript là bây giờ vì tới apply từ can HTML là vì thôi ca mùi HTML vì chất nằm mùi HTML á chẳng dạ ở miền này một smile đấy ở mấy riêng ngày ní cái dương đừng riêng bán ở khi giới cứ chặt tông mùi get document bài ID ní vì copy bài class name ní vì copy bài ID trong ha ở ID admin từ mùi tế chẳng class name cứ viên miền trơn vì ai được khi ở chẳng dương thôi cá thêm tiền địch màu hay xem đẹp ID ní đấy hay đừng class đi đấy cứ dương thôi ca hai người chó á bài class dương hai bài class ID dương hai bài đi chẳng vẽ khó dương đừng riêng to tiết vẽ bay nông miền to tiệt chẳng ở complete tam đàn từng ở ní ở con tra từng ở như vậy